មកទៀតហើយពុកម៉ែបងប្អូនទាំងគ្នាបាទមកមើលពីរបៀបបាទគេពុះទាពុកម៉ែបងប្អូនបាទចឹងគេពុះទានេះបាទគឺមានរបៀបរបបនៅក្នុងការពុះបាទហើយគេយកឆ្អឹងយកអីហើយគេកាត់វាបាទជា3ជំរាកអញ្ចឹងសិនទៅហើយបន្ទាប់មកបានគេកាប់បាទនេះបាទអញ្ចឹងគេកាប់គេយកមករៀបឲ្យចេញជារូបរាងមើលទៅគួរជាទីចាប់អារម្មណ៍ពុកម៉ែបងប្អូនទាំងគ្នាបាទសម្រាប់តម្លៃនិងរសជាតិបាទវាគឺជាចំណុចសំខាន់មួយក៏ប៉ុន្តែបើសិនជាមានការដេកស្អាតទៀតបាទហ្នឹងគឺកាន់តែមានចំណាប់អារម្មណ៍ហើយលក់កាន់តែដាច់បាទអញ្ចឹងឥឡូវភាគច្រើននេះគឺគេតែងតែមានការតុបតែងបាទមិនថាហាអីទេពុកម៉ែបងប្អូនបាទតម្លៃតាមពិតទៅធូរថ្លៃទេប៉ុន្តែដល់ពេលបន្ទាប់ពីគេកែច្នៃគេដេកហើយមកគឺថាតម្លៃលក់បាទគឺថ្លៃគុណបាទលើសតែម្ដងបាទទាធម្មតាយើងទិញគេ1 20000 1 25000អញ្ចឹងទៅបាទតែដល់ពេលទាតែគេដេកគេដាក់ចានដាក់អីចេះបាទអញ្ចឹងហើយក៏បានតម្លៃ$10អីដែរពុកម៉ែបងប្អូនទាំងគ្នាបាទគឺលក់តម្លៃអាចនឹងថ្លៃជាងមុនបាទគឺវាអាស្រ័យទៅលើការដេកបាទរសជាតិដូចតែគ្នាទេពុកម៉ែបងប្អូនបាទអត់ខុសគ្នាប៉ុន្មានទេប៉ុន្តែវាថ្លៃត្រង់ណាគេចេះកែច្នៃគេចេះដេកវាធ្វើឲ្យមានរូបរាងអញ្ចឹងទៅបាទហើយពេលអ្នកដែលទិញគេយកទៅរសជាតិបាទធម្មតាទេមិនឆ្ងាញ់ប៉ុន្មានទេប៉ុន្តែវាលយត្រង់ដេក